វិមានក្រុមឡើងគម្រាមចាត់វិធានការរដ្ឋសមាជិក NATO ដែលឲ្យអ៊ុយក្រែនប្រើដែនអាកាសខ្លួនវាយប្រហាររុស្ស៊ីវិមានគ្រឿងឡើងនៅថ្ងៃអង្គារបានគម្រាមចាត់វិធានការសងសឹកប្រសិនបើខ្លួនដឹងថារដ្ឋសមាជិកអឺរ៉ុបកំពុងបើកដៃឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេដើម្បីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងគោលដៅរបស់រុស្ស៊ីការប្រមានធ្ងន់ធ្ងរនេះកើតឡើងក្រោយមានរបាយការណ៍ថាប្រទេសប៉ាល់ទិកដែលជារដ្ឋសមាជិកសហភាពអឺរ៉ុបបានបើកដៃឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេដើម្បីវាយប្រហារដោយយន្តហោះ drone ដែលកំណត់គោលដៅចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីជាពិសេសតំបន់ Leningrad ពាក់ព័ន្ធទៅនឹងរបាយការណ៍នេះអ្នកនាំពាក្យវិមានក្រឹមឡើងលោក Dmitry Peskov បានបោះសម្ដីប្រមានទុកមុនថាប្រសិនបើរឿងនេះកំពុងកើតមានមែននោះវានឹងបង្ខំឲ្យរុស្ស៊ីចាត់វិធានការឆ្លើយតបសមស្របវិញយោងទៅតាមក្រសួងការពារជាតិរុស្ស៊ីប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់និងបំផ្លាញយន្តហោះ drone អ៊ុយក្រែនចំនួន92គ្រឿងកាលពីថ្ងៃអង្គារខណៈដែលអភិបាលរដ្ឋ Leningrad លោក Alexander Trosdenko និយាយថាមនុស្សចំនួន3នាក់រួមនិងកុមារ2នាក់បានរងរបួសបើតាមស៊ីនហួរកាលពីសប្តាហ៍កន្លងទៅយន្តហោះ drone អ៊ុយក្រែនបានកំណត់គោលដៅម្ដងហើយម្ដងទៀតលើទីតាំងនានានៅក្នុងតំបន់ Leningrad របស់រុស្ស៊ីរួមទាំងការវាយប្រហារជាច្រើនលើកំពង់ផែ Ust-Luga ដែលជាស្ថានីយ៍នាំចេញប្រេងដ៏សំខាន់របស់រុស្ស៊ីប្រមូលប្រាក់$15,000 លានពីការលក់គ្រឿងសព្វាវុធទៅកាន់ប្រទេសជាង30ក្នុងឆ្នាំ2025ប្រទេសរុស្ស៊ីបានបូមលុយពីការលក់គ្រឿងសព្វាវុធយោធាទៅកាន់ប្រទេសជាង30នៅទូទាំងពិភពលោកចំនួន$15,000 លាននៅក្នុងឆ្នាំ2025បើទោះបីជារងសម្ពាធទណ្ឌកម្មពីលោកខាងលិចពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានអ៊ុយក្រែនក៏ដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានសាទរចំពោះរបាយការណ៍នេះនិងថាសម្ពាធពីប្រទេសលោកខាងលិចនៅតែមានប៉ុន្តែទោះបីជាមានការប៉ុនប៉ងទាំងអស់នេះក៏ដោយក៏កិច្ចសន្យានាំចេញរបស់រុស្ស៊ីជាទូទៅត្រូវបានគោរពយ៉ាងជាប់លាប់ជាមួយនឹងដៃគូលោកពូទីនមានវ័យ74ឆ្នាំរូបនេះបានប្រាប់កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាតាមប្រព័ន្ធវីដេអូអនឡាញថាប្រទេសអាហ្វ្រិកកំពុងបង្ហាញចំណាប់អារម្មណ៍ជាពិសេសចំពោះផលិតកម្មសព្វាវុធយោធារបស់រុស្ស៊ីលោកប្រធានាធិបតីពូទីនបានសង្កត់ធ្ងន់ថាបើទោះបីជាមានសម្ពាធពីលោកខាងលិចក៏ដោយក៏ដៃគូអាហ្វ្រិកកំពុងបង្ហាញពីការត្រៀមខ្លួនដើម្បីពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីក្នុងវិស័យយោធានិងបច្ចេកទេសយោធាយោងទៅតាមផែនការសម្រាប់ឆ្នាំ2026រុស្ស៊ីមានមហិច្ឆតាបង្កើនបរិមាណនាំចេញគ្រឿងសព្វាវុធយោធាទៅកាន់បណ្ដាប្រទេសទូទាំងពិភពលោកជាពិសេសប្រទេសនៅប្លុកអាហ្វ្រិកយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ថា SIPRI រុស្ស៊ីបានក្លាយជាប្រទេសឈានមុខគេមួយលើពិភពលោកក្នុងការនាំចេញគ្រឿងសព្វាវុធយោធាក្នុងរយៈពេល5ឆ្នាំកន្លងមកនេះដោយសារតែភាពជឿជាក់លើបច្ចេកវិទ្យាទំនើបគួររំលឹកផងដែរថាបើទោះបីជារុស្ស៊ីរងទណ្ឌកម្មជាច្រើនយ៉ាងណាក៏ដោយក៏ប្រទេសនេះរកចំណូលបានច្រើនជារៀងរាល់ឆ្នាំពីការលក់ឧស្ម័នប្រេងនិងសព្វាវុធផងដែរនៅមកកាន់ស្ថានភាពនៃការវាយប្រហារគ្នារវាងអ៊ុយក្រែននិងរុស្ស៊ីវិញទូតទស្សនិកជនអ៊ុយក្រែនវាយប្រហារដោយយានដ្រូនជាច្រើនលើកបន្ថែមទៀតចូលទៅក្នុងទីក្រុងមូស្គូគណៈក្រុងគៀវអះអាងពីការដាក់គោលដៅលើរោងចក្រចម្រាញ់ប្រេងយោងតាមអភិបាលក្រុងមូស្គូលោក Sergei Sobyanin យានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទីក្រុងមូស្គូម្ដងទៀតជាថ្ងៃទី4ជាប់គ្នានៃការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនលើរដ្ឋធានីរបស់រុស្ស៊ីលោក Sobyanin បាននិយាយនៅក្នុងសារបង្ហោះលើ Telegram ថាយានដ្រូនរបស់អ៊ុយក្រែនយ៉ាងហោចណាស់15គ្រឿងត្រូវបានស្ទាក់ចាប់នៅតាមផ្លូវទៅកាន់រដ្ឋធានីពេញមួយយប់ដោយគ្មានការខូចខាតឬអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ទេលោក Sobyanin បាននិយាយថាក្រុមអ្នកឆ្លើយតបបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងដែលដ្រូនទាំងនោះបានធ្លាក់ឬកំទេចកំទីបានធ្លាក់ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់រុស្ស៊ី Rosaviat Sitja បានប្រកាសលើ Telegram ថាការរឹតបន្តឹងជើងហោះហើរបណ្ដោះអាសន្នត្រូវបានណែនាំនៅអាកាសយានដ្ឋានអន្តរជាតិ2នៅក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិទាំង4របស់រដ្ឋធានីគឺអាកាសយានដ្ឋាន Vnukovo នៅភាគនិរតីនៃទីក្រុងមូស្គូនិងអាកាសយានដ្ឋាន Chukovsky នៅភាគអាគ្នេយ៍នៃទីក្រុងនេះយានដ្រូនដែលបានដាក់គោលដៅលើទីក្រុងមូស្គូគឺស្ថិតនៅក្នុងចំណោមដ្រូនអ៊ុយក្រែនយ៉ាងហោចណាស់330គ្រឿងដែលត្រូវបានរាយការណ៍ថាត្រូវបានបាញ់ទម្លាក់ដោយក្រសួងការពារជាតិរុស្ស៊ីកាលពីយប់ថ្ងៃពុធនិងរហូតដល់ព្រឹកថ្ងៃប្រហ័សសប្តាហ៍នេះទូរទស្សនិកជនងាកមកកាន់ព័ត៌មានអំពីការកិត្តគូជំនួយដល់ប្រទេសអ៊ុយក្រែនក្នុងនោះក្រុមសមាជិកសភាអាមេរិកស្វែងរកថវិកា$750 លានសម្រាប់អ៊ុយក្រែននិងបដូរឈ្មោះមន្ទីរបញ្ចកោណទៅជាក្រសួងសង្គ្រាម
គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាអាមេរិកបាននិយាយថាខ្លួនបានបោះឆ្នោតបន្តផ្ដល់ជំនួយសន្តិសុខអាមេរិកសម្រាប់អ៊ុយក្រែននិងបង្កើនមូលនិធិដែលមានការអនុញ្ញាតដល់$750 លានអាមេរិកដែលជាការជំរុញចុងក្រោយបំផុតពីក្រមសភាប្រឆាំងនឹងការដកជំនួយរបស់រដ្ឋបាលលោកត្រាំសម្រាប់ទីក្រុងគៀវគណៈខ្លួនប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីបុគ្គលពីររូបដែលបានដឹងនៃសេចក្តីព្រាងច្បាប់នេះបានប្រាប់សារព័ត៌មាន Reuters ថាច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភាក៏បានផ្លាស់ប្ដូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាមផងដែរគណៈកម្មាធិការសម្លេងភាគច្រើននៃគណៈបកសាធារណរដ្ឋបាននិយាយថាខ្លួនបានបញ្ចប់តំណែងកំណែច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភារបស់ខ្លួនដែលជាគោលនយោបាយកំណត់សេចក្តីព្រាងច្បាប់ប្រចាំឆ្នាំសម្រាប់មន្ទីរបញ្ចកោណដែលរួមមាន$750 លានអាមេរិកសម្រាប់គំនិតផ្ដួចផ្ដើមជំនួយសន្តិសុខអ៊ុយក្រែនដែលបង់ប្រាក់ឲ្យក្រុមហ៊ុនអាមេរិកសម្រាប់អាវុធឲ្យទៅយោធាអ៊ុយក្រែនសេចក្តីព្រាងច្បាប់ព្រឹទ្ធសភាដ៏ធំដែលគាំទ្រថវិកា$1.15 សែនកោដអាមេរិកសម្រាប់ការពារជាតិកំណត់អ្វីគ្រប់យ៉ាងចាប់ពីចំនួននាវាយន្តហោះនិងប្រព័ន្ធមីស៊ីលដែលត្រូវបានទិញដើម្បីដំឡើងប្រាក់ខែសម្រាប់កងទ័ពនិងរបៀបដោះស្រាយការគំរាមកំហែងភូមិសាស្ត្រនយោបាយទូរទស្សនិកជននៅក្នុងសប្តាហ៍នេះនៅតំបន់មជ្ឈិមបូព៌ាក៏នៅតែបន្តក្តៅក្នុងបញ្ហារវាងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់បញ្ហារវាងអ៊ីស្រាអែលជាមួយនឹងក្រុមហេស៊ប៊ូឡាគាំទ្រដោយអ៊ីរ៉ង់នៅលីបង់នោះផងដែរចំពោះអ៊ីរ៉ង់និងសហរដ្ឋអាមេរិកមានការវាយប្រហារគ្នាជាថ្មីទៀតបានកើតមានឡើងនៅក្នុងសប្តាហ៍នេះដែលជាការគំរាមកំហែងចំពោះបទឈប់បាញ់ដែលត្រូវបានអនុវត្តជាមួយគ្នាតាំងពីថ្ងៃទី8ខែមេសាឆ្នាំ2026មកប៉ុន្តែក៏មានពន្លឺតិចតួចដែររឿងកិច្ចព្រមព្រៀងសន្តិភាពអរិភាពនៅតំបន់មជ្ឈិមបូព៌ានៅតែក្តៅគគុកដដែលនៅក្នុងសប្តាហ៍នេះជាពិសេសបន្ទាប់ពីមានការវាយប្រហារគ្នាជាថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ហើយទីក្រុងតេហ៍រ៉ង់បានវាយប្រហារសងសឹកវិញសហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកការវាយប្រហារលើអ៊ីរ៉ង់បន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថាទីក្រុងតេហ៍រ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធ Apache របស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំងជុំវិញលទ្ធភាពដែលអាចកើតមាននៅកិច្ចព្រមព្រៀងសន្តិភាពនិងធ្វើឲ្យបទឈប់បាញ់ដ៏ផុយស្រួយកាន់តែតឹងរ៉ឹងបន្ទាប់ពីការវាយប្រហារដំបូងនោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាប្រទេសរបស់លោកនឹងមិនទុកឲ្យការវាយប្រហារឬការគំរាមកំហែងណាមួយកើតឡើងដោយមិនមានការឆ្លើយតបនោះទេនៅថ្ងៃអង្គារនោះដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ជាការឆ្លើយតបឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានឲ្យដឹងថាខ្លួនបានចាប់ផ្ដើមវាយប្រហារដោយមីស៊ីលដោយកំណត់គោលដៅលើទីតាំងចំនួន4នៅមូលដ្ឋានAl-Azraq របស់សហរដ្ឋអាមេរិកក្នុងប្រទេសហ្សូដានីដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយហើយកងឆ្មាំបដិវត្តបានបន្ថែមថាគោលដៅទាំងនោះរួមមានឃ្លាំងយន្តហោះចម្បាំង F-35 និងមជ្ឈមណ្ឌលបញ្ជាការនិងត្រួតពិនិត្យដែលបានប្រមានថាពួកគេត្រៀមរួចជាស្រេចដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារបន្ថែមរបស់សហរដ្ឋអាមេរិកដែលគម្រាមវាយប្រហារនៅយប់មិញនេះលើប្រទេសអ៊ីរ៉ង់ជាការវាយប្រហារខ្លាំងក្លាគម្រាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធធម្មពលប្រេងសំខាន់របស់អ៊ីរ៉ង់ពិសេសគឺនឹងយកមកគ្រប់គ្រងនៅកោះខាក់នៅឈូងសមុទ្រពាករបស់ប្រទេសអ៊ីរ៉ង់ថែមទៀតផងប៉ុន្តែបន្តិចក្រោយមកលោកក៏បានលុបចោលនៅការវាយប្រហារដែលលោកបានប្រកាសនោះទៅវិញដោយបានមើលឃើញអំពីការដំណើរការទៅមុខនៅកិច្ចព្រមព្រៀងដែលវាអាចធ្វើទៅបានជាមួយអ៊ីរ៉ង់ប៉ុន្មានម៉ោងបន្ទាប់ពីគម្រាមវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងក្លាប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានលុបចោលទៅវិញនៅការវាយប្រហារដែលគ្រោងទុករបស់លោកដោយបង្ហាញសញ្ញាថាការទម្លាយភាពទាល់ច្រកក្នុងការចរចាត្រូវបានសម្រេចហើយការបង្ហោះនៅថ្ងៃប្រហោះម្សិលមិញតាមវេលានៅសហរដ្ឋអាមេរិកបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកដែលលោកបានសរសេរបង្ហោះគឺវាកើតឡើងប្រហែលជា5ម៉ោងបន្ទាប់ពីលោកបានប្រមានថាយោធាអាមេរិកនឹងដណ្ដើមយកកោះខាក់និងចំណុចហេដ្ឋារចនាសម្ព័ន្ធប្រេងអ៊ីរ៉ង់ផ្សេងទៀតនៅពេលដ៏ខ្លីខាងមុខនេះលោកត្រាំបានសរសេរថាដោយផ្អែកលើការពិតដែលថាការពិភាក្សាជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបាននាំយកទៅដល់កម្រិតខ្ពស់បំផុតនៃឋានៈដឹកនាំអ៊ីរ៉ង់និងត្រូវបានអនុម័តក្នុងនាមរូបលោកជាប្រធានាធិបតីអាមេរិកគឺបានលុបចោលការវាយប្រហារតាមផែនការនិងការទម្លាក់គ្រាប់បែកប្រឆាំងអ៊ីរ៉ង់នៅល្ងាចនេះការពិភាក្សានឹងចំណុចចុងក្រោយត្រូវបានអនុម័តទាំងគំនិតនិងព័ត៌មានលម្អិតដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងអាមេរិកអ៊ីស្រាអែលអារ៉ាប៊ីសាឌីតអារ៉ាប់រួមកាតាទួរគីប៉ាគីស្ថានបារ៉ែនគុយវ៉ែតហ្សូដានីអេហ្ស៊ីបនិងប្រទេសដទៃទៀតលោកបានបន្ថែមថាការបិទផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិកលើកំពង់ផែអ៊ីរ៉ង់នឹងនៅបន្តនិងជាធរមានពេញលេញរហូតដល់ប្រតិបត្តិការនេះត្រូវបញ្ចប់ពេលវេលានិងទីកន្លែងនៃការចុះហត្ថលេខានឹងត្រូវប្រកាសនៅក្នុងពេលឆាប់ៗនេះ
នៅពេលដែលលោក Donald Trump បានលើកឡើងថាមានសញ្ញាវិជ្ជមានកើតឡើងនៅក្នុងការឈានទៅទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ជាហេតុនាំឲ្យលោកផ្អាកទៅវិញនៅការវាយប្រហារដែលគ្រោងថានឹងវាយប្រហារខ្លាំងលើអ៊ីរ៉ង់នៅយប់មិញនេះខាងអ៊ីរ៉ង់ឯនោះវិញបានលើកឡើងថាគ្មានការសម្រេចចុងក្រោយណាមួយលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនៅឡើយទេលោកប្រធានាធិបតី Donald Trump បាននិយាយថាអាមេរិកនិងអ៊ីរ៉ង់អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយឆាប់តាមដែលអាចធ្វើទៅបាននៅចុងសប្តាហ៍នេះដែលនឹងបើកច្រកសមុទ្រហូមូសឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញប៉ុន្តែអ៊ីរ៉ង់បានឆ្លើយតបថាខ្លួនពុំទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងនោះទេកិច្ចព្រមព្រៀងនេះប្រសិនបើត្រូវបានបញ្ជាក់នឹងក្លាយជាការទម្លាយភាពទាល់ច្រកផ្នែកការទូតដ៏សំខាន់បំផុតដើម្បីបញ្ចប់សង្គ្រាមរយៈពេល3ខែដែលបានសម្លាប់មនុស្សរាប់ពាន់នាក់និងធ្វើឲ្យតម្លៃថាមពលសកលកើនឡើងខ្លាំងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថាអ្នកនាំពាក្យក្រសួងការបរទេសលោកអ៊ីស្ម៉ាអ៊ីលបាហ្គីបាននិយាយថាផ្នែកធំនៃអត្ថបទដែលកំពុងចរចាត្រូវបានបញ្ចប់ប៉ុន្តែអ៊ីរ៉ង់នឹងមិនសម្របសម្រួលលើបន្ទាត់ក្រហមរបស់ខ្លួនទេលោកថាពួកលោកមិនទាន់ឈានដល់ការសន្និដ្ឋានចុងក្រោយលើបញ្ហានេះនៅឡើយនេះគឺជាបញ្ហាដ៏សំខាន់មួយដែលកំពុងត្រូវបានពិនិត្យឡើងវិញដោយស្ថាប័នធ្វើការសម្រេចចិត្តដែលពាក់ព័ន្ធទន្ទឹមនឹងនេះលោកត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថាពួកលោកទើបតែបានដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់បានយ៉ាងល្អនៅពេលសួរថាតើមេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតូឡាមុជតាបាខាមីនេបានអនុម័តកិច្ចព្រមព្រៀងនោះឬនៅលោកត្រាំឆ្លើយថារូបលោកយល់ថាចម្លើយគឺពិតមែនហើយលោកជឿថាបានអនុម័តហើយនៅពេលដែលលោក Donald Trump បានផ្អាកទៅវិញនៅគម្រោងវាយប្រហារយប់មិញនេះលើប្រទេសអ៊ីរ៉ង់គេក៏បានមើលឃើញតម្លៃប្រេងបានធ្លាក់ចុះតម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះដោយបន្តខាតពីរដូវកាលជួញដូរមុនបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានលុបចោលផែនការវាយប្រហារលើអ៊ីរ៉ង់ដែលបានកាត់បន្ថយក្តីបារម្ភពីការកើនឡើងនៃអរិភាពបន្ទាប់ពីការវាយប្រហារសងសឹកកាលពីដើមសប្តាហ៍នេះប្រេងឆៅ Brent បានធ្លាក់ចុះ$1.21 ឬ 1.3% មកនៅត្រឹម$89.17 ក្នុងមួយបារ៉ែលខណៈប្រេងឆៅ West Texas Intermediate WTI របស់អាមេរិកបានធ្លាក់ចុះ$1.23 ឬ 1.4% ធ្លាក់មកនៅត្រឹមតម្លៃ$86.48 ក្នុងមួយបារ៉ែលលោកត្រាំដែលបានគម្រាមវាយប្រហារអ៊ីរ៉ង់ខ្លាំងក្លាបានលុបចោលផែនការវាយប្រហារកាលពីថ្ងៃប្រហ័សដោយនិយាយថាការពិភាក្សាជាមួយអ៊ីរ៉ង់មានភាពរីកចម្រើនទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការអ៊ីរ៉ង់ FAS បានរាយការណ៍ថាទីក្រុងតេហ៍រ៉ង់ពុំបានអនុម័តឯកសារនៃកិច្ចព្រមព្រៀងណាមួយឡើយកាលពីថ្ងៃពុធសប្តាហ៍នេះអ៊ីរ៉ង់បានប្រកាសពីការបិទច្រកសមុទ្រហូមូសទាំងស្រុងដោយនិយាយថានាវាណាមួយដែលព្យាយាមឆ្លងកាត់នឹងរងការវាយប្រហារការបិទច្រកសមុទ្ររយៈពេលជាច្រើនខែរបស់ទីក្រុងតេហ៍រ៉ង់ដែលជាធម្មតាដឹកជញ្ជូនប្រេងឧស្ម័នធម្មជាតិរាវ 1/5 នៃការដឹកជញ្ជូនប្រេងសកលបានធ្វើតម្លៃប្រេងកើនឡើងទូរទស្សនិកជនធនាគារពិភពលោកបានលើកឡើងថាបញ្ហាចំនួនអាមេរិកនិងអ៊ីរ៉ង់នេះនឹងទាញទម្លាក់សេដ្ឋកិច្ចសកលឲ្យធ្លាក់ចូលទៅក្នុងកម្រិតទាបបំផុតចាប់តាំងពីក្រោយមានជំងឺ COVID-19 មកមិនដែលមានយោងតាមការព្រមានរបស់ធនាគារពិភពលោកចំនួនមជ្ឈិមបូព៌ានឹងនាំឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតមិនដែលមានក្រោយជំងឺរាតត្បាត COVID-19 នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃប្រហ័សស្ថាប័នដែលមានមូលដ្ឋាននៅក្នុងទីក្រុង Washington នេះបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ 2026 មកនៅត្រឹម 2.5% ពី 2.9% ដែលខ្លួនបានព្យាករណ៍កាលពីខែមករាដែលលើកឡើងពីការកើនឡើងតម្លៃធម្មពលអតិផរណាកើនឡើងនិងការចំណាយលើសេវាប្រាក់កម្ចីកាន់តែខ្ពស់របាយការណ៍នេះបានបង្ហាញពីការចំណាយផ្នែកសេដ្ឋកិច្ចដ៏សំខាន់ចំពោះចំនួនដែលមានហានិភ័យនៃការផ្ទុះឡើងជាថ្មីទៀតគណៈបទឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវបានសាកល្បងលើភាគីទាំងពីរការវិភាគប្រមានថាទស្សនវិស័យអាចនឹងធ្លាក់ចុះថែមទៀតប្រសិនបើការរំខានដល់ការផ្គត់ផ្គង់កាន់តែអាក្រក់ការបិទច្រកសមុទ្រហូមូសរបស់អ៊ីរ៉ង់ដែលជាផ្លូវទឹកឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឧស្ម័នក្នុងការឆ្លើយតបនឹងអរិភាពបង្កឡើងដោយអាមេរិកនិងអ៊ីស្រាអែលបានដាក់ភាពតានតឹងខ្លាំងលើធម្មពលសកលនិងខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងៗទៀតពិភពលោកបានប៉ាន់ប្រមាណថាតម្លៃប្រេងឆៅ Brent ជាស្តង់ដារប្រេងអន្តរជាតិនឹងមានតម្លៃជាមធ្យម$94ក្នុងមួយបារ៉ែលនៅឆ្នាំនេះដែលខ្ពស់ជាង 36% នៃតម្លៃមធ្យមកាលពីឆ្នាំមុនតម្លៃជីត្រូវបានគេព្យាករណ៍ថានឹងកើនឡើងនៅឆ្នាំនេះដោយនឹងធ្វើឲ្យមានផលប៉ះពាល់ដល់តម្លៃស្បៀងអាហារខ្ញុំមកកាន់ព័ត៌មានអំពីស្ថានភាពនៃការគ្រប់គ្រងច្រកសមុទ្រហូមូសដោយកម្លាំងសហរដ្ឋអាមេរិកវិញទូរទស្សនិកជនខាងឥណ្ឌានោះទាមទារឲ្យបញ្ឈប់នៅការវាយប្រហាររបស់អាមេរិកលើនាវាបន្ទាប់ពីមាននាវិក3នាក់ត្រូវបានសម្លាប់ប្រទេសឥណ្ឌានៅថ្ងៃប្រហ័សបានជំរុញឲ្យសហរដ្ឋអាមេរិក
បញ្ឈប់នៃការវាយប្រហារលើការដឹកជញ្ជូនទំនិញតាមនាវាបន្ទាប់ពីការវាយប្រហារ3លើករបស់អាមេរិកលើនាវាដឹកប្រេងដែលមាននាវិកឥណ្ឌានៅក្នុងសប្តាហ៍នេះរួមទាំងការវាយប្រហារមួយលើកដែលបានសម្លាប់នាវិកអស់3នាក់អ្នកស្លាប់ទាំងនេះគឺជាករណីដំបូងដែលត្រូវបានរាយការណ៍ចាប់តាំងពីការបិទផ្លូវទឹកដោយអាមេរិកលើការដឹកជញ្ជូនទំនិញមានទំនាក់ទំនងជាមួយអ៊ីរ៉ង់បានចាប់ផ្ដើមតាំងពីថ្ងៃទី13ខែមេសាដែលកម្លាំងអាមេរិកបានធ្វើឲ្យនាវាចំនួន8គ្រឿងនៅជាប់គាំងនិងបានបញ្ជាឲ្យនាវាជាង100គ្រឿងផ្សេងទៀតត្រឡប់ទៅវិញអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Rander Jaiswal បានប្រាប់អ្នកសារព័ត៌មានថាការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់គឺពួកលោកអំពាវនាវមានការសន្ទនានិងដំណោះស្រាយផ្នែកការទូតដើម្បីឲ្យពួកលោកអាចវិលត្រឡប់ទៅរកសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ឲ្យបានឆាប់លោកបាននិយាយថាក្រសួងបានកោះហៅភារៈធារីអាមេរិកប្រចាំនៅទីក្រុង New Delhi កាលពីថ្ងៃពុធសប្តាហ៍នេះដើម្បីបង្ហាញពីក្តីបារម្ភខ្លាំងក្លារបស់ខ្លួនចំពោះការវាយប្រហារដែលនៅបន្តបន្ទាប់ពីការវាយប្រហារលើនាវាប្រេង Setabelo នៅជិតសមុទ្រអូម៉ង់ដែលនាវិកឥណ្ឌា3នាក់បានស្លាប់ស្ថានភាពសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មយុទ្ធហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់នៅលីបង់វិញខាងហេសប៊ូឡាបានអះអាងថាបានធ្វើការវាយប្រហារចំនួន24លើកលើកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងនៃប្រទេសលីបង់ក្រុមប្រដាប់អាវុធហេសប៊ូឡានៅលីបង់បានប្រកាសថាខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ដោយ drone មីស៊ីលនិងរ៉ុកែតដោយកំណត់គោលដៅលើបុគ្គលិកយោធាអ៊ីស្រាអែលរត់ពាសដែកនិងទីតាំងនានានៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់និងតំបន់ជ្រលងភ្នំបេកាអាក្រុមហេសប៊ូឡាបានអះអាងនៅការវាយប្រហារ24លើកលើកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងនៃប្រទេសលីបង់យោងតាមសេចក្តីថ្លែងការណ៍ដែលរៀបរាប់លម្អិតអំពីប្រតិបត្តិការចាប់ពីថ្ងៃពុធដល់ថ្ងៃប្រហោះសប្តាហ៍នេះក្រុមហេសប៊ូឡាបាននិយាយថាខ្លួនបានកំណត់គោលដៅដដែលលើការប្រមូលផ្ដុំទាហានអ៊ីស្រាអែលនិងរត់ពាសដែកពិសេសផ្ដោតសំខាន់លើតំបន់ Al-Rajman ដែលត្រូវបានវាយប្រហារចំនួន4លើកដាច់ដោយឡែកពីគ្នាក្រុមនេះបាននិយាយថាការប្រមូលផ្ដុំកងទ័ពអ៊ីស្រាអែលនិងយានយន្តក៏ត្រូវបានកំណត់គោលដៅនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសលីបង់ផងដែរទូរទស្សនិកជនអ្នកជំនាញអង្គការសហប្រជាជាតិបានថ្កោលទោសការបង្ក្រាបដ៏សាហាវរបស់ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើការតវ៉ាប្រឆាំងការចាប់ខ្លួនស្ត្រីអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃប្រហោះនៃសប្តាហ៍នេះបានថ្កោលទោសចំពោះការចាប់ខ្លួនដោយរបបតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅស្ត្រីរាប់សិបនាក់ពីបទរំលោភច្បាប់ស្លៀកពាក់និងបានសម្ដែងក្តីបារម្ភពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមបាតកោដែលបានធ្វើការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនទាំងនោះក្រុមអ្នកជំនាញបាននិយាយថាពួកគេមានក្តីបារម្ភខ្លាំងចំពោះរបាយការណ៍ដែលថាអាជ្ញាធរតាលីបង់បានចាប់ខ្លួនស្ត្រីរាប់សិបនាក់នៅក្នុងទីក្រុងហឺរ៉ាតភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី6និងថ្ងៃទី7មិថុនាពីបទរំលោភលើការរឹតបន្តឹងលើសម្លៀកបំពាក់ស្ត្រីរួមទាំងតម្រូវការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីមូស្លីមជាមួយនឹងការបិទបាំងមុខនិងការហាមឃាត់ការប្រើប្រាស់ទឹកអប់ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងហឺរ៉ាតនៅថ្ងៃទី9មិថុនាដើម្បីឆ្លើយតបទៅនឹងការចាប់ខ្លួននៅវិធានការរដ្ឋបិទកាន់តែខ្លាំងឡើងដែលដាក់លើស្ត្រីមន្ត្រីតាលីបង់បានបាញ់ទៅលើក្រុមបាតកោនិងវាយដំក្រុមបាតកោរួមទាំងបុរសស្ត្រីនិងកុមារយ៉ាងហោចណាស់មនុស្ស2នាក់ក្នុងនោះមានក្មេងប្រុសម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់និងជាង20នាក់បានរងរបួសអ្នកជំនាញបាននិយាយថាការប្រើប្រាស់កម្លាំងក្នុងការអនុវត្តច្បាប់ត្រូវបានរដ្ឋបិទយ៉ាងតឹងរ៉ឹងក្រោមច្បាប់អន្តរជាតិការប្រើប្រាស់កម្លាំងនេះត្រូវបានអនុញ្ញាតតែនៅពេលដែលវាស្របច្បាប់ចាំបាច់និងសមាមាត្រនឹងការគំរាមកំហែងដែលបង្កឡើងចំពោះមន្ត្រីឬចំពោះអ្នកដទៃប៉ុណ្ណោះទូរទស្សនិកជនរដ្ឋមន្ត្រីការពារជាតិនៃចក្រភពអង់គ្លេសបានលាលែងចេញពីតំណែងរបស់ខ្លួនដោយបង្ហាញការមិនពេញចិត្តចំពោះនាយករដ្ឋមន្ត្រីលោក Keir Starmer រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក John Healey បានលាលែងពីតំណែងគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃប្រហោះទី11ខែមិថុនាឆ្នាំ2026ដែលបានចោទប្រកាន់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងក្រសួងហិរញ្ញវត្ថុដែលបានរងការរិះគន់ថាមិនបានបដិញ្ញាចំពោះការចំណាយប្រាក់គ្រប់គ្រាន់ដើម្បីការពារប្រទេសការលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកធ្វើឲ្យអំណាចលោក Starmer ចុះខ្សោយថែមទៀតនៅពេលវេលាដែលមិនប្រកបប្រជាសម្រាប់មេដឹកនាំគណៈបកការងារដែលកំពុងជួបបញ្ហាក្នុងការរិះគន់លោក Healey បានប្រមានថាផែនការវិនិយោគវិស័យការពារជាតិដែលរងចាំជាយូរមកហើយរបស់លោក Starmer សម្រាប់ការផ្ដល់មូលនិធិក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខដែលលោកនាយករដ្ឋមន្ត្រីមិនទាន់បានផ្សព្វផ្សាយប្រឈមនឹងការធ្វើឲ្យចក្រភពអង់គ្លេសលែងសូវមានសុវត្ថិភាពលោក Healey បានសរសេរនៅក្នុងលិខិតលាលែងពីតំណែងទៅកាន់លោក Starmer ដែលបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X របស់លោកថាអ្នកមិនអាចធ្វើឲ្យក្រសួងរដ្ឋាភិបាលក៏ពុំមានឆន្ទៈ
បដិញ្ញាចំពោះធនធានដែលប្រទេសជាតិត្រូវការដើម្បីការពារប្រទេសនៅពេលមានការគម្រាមកំហែងកើនឡើងបន្ទាប់ពីពន្យល់គឺលោកមិនអាចទទួលយកការដោះស្រាយផែនការវិនិយោគវិស័យការពារជាតិដែលមិនផ្ដល់ឲ្យកម្លាំងអង់គ្លេសនៅធនធានដែលពួកគេត្រូវការពេលនេះលោកគ្មានជំរឿអ្វីក្រៅពីដាក់ពាក្យលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិនោះទេការលាលែងចេញភ្លាមរបស់លោក Hele ធ្វើឡើងបន្ទាប់ពីការពន្យាពេលជាច្រើនខែចំពោះផែនការការពារជាតិដែលលោក Starmer បានទទូចថាលោកនឹងផ្សព្វផ្សាយនៅមុនកិច្ចប្រជុំកំពូល NATO នៅទួរគីដែលនឹងចាប់ផ្ដើមនៅថ្ងៃទី7 កក្កដា